បាទជំរាបសួរថ្ងៃនេះគឺបាទទឹកមកចុះមកកិច្ចការអំពើថ្ងៃនេះគឺចង់ចែកចម្លែកដល់អង្គភូមិអំពើតាមផ្ទះឬក៏លក្ខណៈអាជីវកម្មអង្គភូមិខ្លះក៏ថាអំពើគឺអត់ពិបាកទេស្រួលមែនទែនប៉ុន្តែអង្គភូមិត្រូវស្គាល់ថាអំពើគឺជាដំណាំមួយដែលត្រូវការសារធាតុចំគឺស្ទើរតែលើសដំណាំផ្សេងទៀតអញ្ចឹងហើយដូចជាកិច្ចការអំពើនេះគឺគាត់តែព្យួរបាទការព្យួរនេះគឺដើម្បីធ្វើឲ្យដីមានអុកស៊ីសែនបាទគឺគាត់ព្យួរអាហារដីនេះជាចំណុចទី1ចំណុចទី2ដែលសារអំពៅគឺតែងតែសល់កាកសំណល់ជាពិសេសគឺស្លឹកអានឹងនៅពេលដែលយើងប្រមូលផលហើយគឺកាកសំណល់សល់ច្រើនមែនទែនអញ្ចឹងគឺយើងត្រូវតែព្យួរឲ្យបាច់កបោដើម្បីកាច់នៅកាកសំណល់ទាំងអស់នោះកុំឲ្យបង្កទៅជាបញ្ហាដូចជាពពុះមេរោគបាទថាមេរោគក្នុងដីថាសត្វល្អិតដូចជាសំណល់ទាផ្សេងណាមួយអំពៅគឺនៅពេលដែលយើងដាំហើយគឺវាញឹកនៅពេលដែលវាញឹកគឺខ្យល់ចេញចូលអត់សូវល្អទេអញ្ចឹងក៏វាបង្កទៅជាបញ្ហាផ្សិតផងដែរបាទចំណុចដែលសំខាន់ជាងនឹងទៅទៀតគឺត្រូវតែផ្ដល់នៅសារធាតុចិញ្ចឹមដែលមានបាទសារធាតុចិញ្ចឹមអាចចិញ្ចឹមវារយៈពេលវែងគឺជីសរីរាង្គដូច្នេះគឺគាត់អត់ដែរចោលទេជីសរីរាង្គហើយនឹងកបោកសកម្មរបស់ក្រុមហ៊ុនភ័យយន្តអញ្ចឹងអង្គភូមិបាទបើសិនជាចង់ថែទាំអំពៅឲ្យលូតលាស់ល្អហើយទទួលបានទិន្នផលខ្ពស់ជាពិសេសគឺកំហាប់ទម្ងន់បាទកុំភ្លេចតាក់ទងជាមួយនឹងក្រុមហ៊ុនភ័យយន្តគឺយើងមានបទពិសោធន៍ក្នុងការកែក៏ដូចជាថែទាំបាទអំពៅទទួលបានទិន្នផលខ្ពស់អរគុណ